ស្ដីកូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូមកបន្តមេរៀនយើងបន្តទៀតគឺមេរៀនទី1អំពីចំនួនហើយនៅចំណុចទី2នេះគ្រូនឹងបង្រៀនពីរបៀបសរសេរពាក្យអានចំនួនអញ្ចឹងដើម្បីឲ្យយល់កាន់តែច្បាស់សូមកូនពិនិត្យមើលឧទាហរណ៍ខាងក្រោមនៅក្នុងតារាងនេះលោកគ្រូបានរៀបចំជាតួលេខមានលេខ0លេខ1លេខ2លេខ3លេខ4លេខ5លេខ6លេខ7លេខ8លេខ9លេខ10លេខ20 30 40 50 60 70 80 90 100 1000 10000 100,000និង1លានអញ្ចឹងយើងដឹងថានៅពេលដែលយើងជួបចំនួនយើងត្រូវចេះអានប៉ុន្តែយើងអានទៅកើតលុះត្រាតែយើងនឹងស្គាល់ពាក្យអានហ្នឹងអញ្ចឹងដើម្បីសរសេរពាក្យអានឲ្យត្រឹមត្រូវយើងទាំងអស់គ្នាពិនិត្យមើលមួយអញ្ចឹងនេះជាលេខ0អញ្ចឹងពេលដែលកូនអានតែ0សំឡេង0គឺយើងសរសេរបែបនេះសដាក់ស្រៈអូនិងនៅជើងយកយើងអានតែ0តទៅមុខទៀតគឺលេខ1អញ្ចឹងយើងអានថា1អញ្ចឹងពេលដែលយើងសរសេរមកដាក់ស្រៈអ៊ូនិងយកយើងអានថា1ហើយតទៀតគឺ2យើងសរសេរពដាក់ស្រៈអ៊ីនិងរអានថា2 3យើងសរសេរបដាក់ស្រៈអីអានថា3 4យើងសរសេរវាគឺបដាក់ស្រៈអ៊ូនិងណយើងអានថា4 5យើងសរសេរបដាក់ជើងរដាក់ស្រៈអាំយើងអានថា5 6យើងសរសេរបជើងរដាក់ស្រៈអាំមកដាក់ស្រៈអ៊ូនិងយកយើងអានថា6 7យើងសរសេរបជើងរដាក់ស្រៈអាំពដាក់ស្រៈអ៊ីនិងរយើងអានថា7 8យើងសរសេរបជើងរដាក់ស្រៈអាំបដាក់ស្រៈអីយើងអានថា8 9យើងសរសេរបដាក់ជើងរដាក់ស្រៈអាំបដាក់ស្រៈអ៊ូនិងណអញ្ចឹងយើងអានថា9 10យើងសរសេរដនិងបបន្តមួយយើងអានថា10 20យើងសរសេរមកដាក់ជើងផដាក់ស្រៈអៃយើងអានថា20 30កន្លែងនេះចាប់ពី30ទៅដល់90កូនត្រូវអានថា30ហើយមានបន្ថែម10ទៀតអញ្ចឹងមានចំនួនហ្នឹងហើយថែម10ទៀតដូចជា30 40 50 60 70 80 90អញ្ចឹងឥឡូវយើងមករៀនសរសេរពាក្យ30តើពាក្យ30សរសេរយ៉ាងម៉េចណា30យើងសរសេរសស្រៈអានិងមក30សស្រៈអេនិងប10 40ណា40យើងសរសេរសដាក់ស្រៈអែសដាក់ស្រៈអេនិងបអានថា10អញ្ចឹងសដាក់ស្រៈអែ40សស្រៈអេសេនិងប10អញ្ចឹងអានថា40បន្តទៅទៀតគឺចំនួន50យើងអានថា50យើងសរសេរហដាក់ស្រៈអាហាសស្រៈអេនិងប10អញ្ចឹងយើងអានថា50តទៅទៀតគឺ60យើងសរសេរអក្សរហដាក់ស្រៈអូនិងកយើងអានថា60សដាក់ស្រៈអេនិងបយើងអានថា10អញ្ចឹង60 70យើងសរសេរអក្សរចដាក់ស្រៈអេនិងត70សស្រៈអេនិងប10អញ្ចឹងអានថា70 80យើងសរសេរបសម្រាប់ពីពដាក់ស្រៈអែនិងត80
សស្រៈអេនឹងប10អញ្ចឹងយើងអាចថា80មកដល់លេខ90យើងសរសេរកដាក់ស្រៈអៅអានថា9សដាក់ស្រៈអេនឹងបអានថា10អញ្ចឹងយើងអានថា90ចូលដល់ចំនួន100អញ្ចឹង100នេះយើងសរសេរមកដាក់ស្រៈអ៊ូនឹងយក1រនឹងយករយអញ្ចឹង100បន្តទៅទៀតគឺ1000យើងសរសេរមកដាក់ស្រៈអ៊ូនឹងយកអានថា1ពដាក់ស្រៈអៀ2នៅពេលបន្ត1យើងអានថា1000អញ្ចឹងអានថា1000បន្តមកទៀតគឺ10000យើងសរសេរមកដាក់ស្រៈអ៊ូនឹងយកអានថា1មកឡប់ពីមកដាក់ស្រៈអឺនឹងណអានថា10000អញ្ចឹង10000បន្តទៀតគឺ100,000 100,000យើងសរសេរមកដាក់ស្រៈអ៊ូនឹងយកអានថា1សូដាក់ស្រៈអេសែននៅអានថាសែនអញ្ចឹងអានថា100,000បន្តទៅទៀតគឺ1លានយើងសរសេរមកដាក់ស្រៈអ៊ូនឹងយកយើងអានថា1លើដាក់ស្រៈអ៊ីលាននៅយើងអានថា1លានអញ្ចឹងទាំងអស់នេះគឺជាគន្លឹះដែលជួយឲ្យយើងចេះអានបានត្រឹមត្រូវនៅចំនួនហើយក៏យើងចេះសរសេរបានច្បាស់នៅពាក្យអានចំនួនមួយនឹងដែរអញ្ចឹងយើងមិនត្រឹមចេះតែសរសេរចំនួនលេខទេយើងត្រូវចេះសរសេរពាក្យអានរបស់លេខនឹងទៀតហើយវីដេអូនេះមានតែប៉ុណ្ណឹងទេហើយសូមបងប្អូនខំប្រឹងរៀនហើយអាចរៀនតាមវីដេអូនេះសារចុះសារឡើងឲ្យយល់ដើម្បីងាយស្រួលនៅពេលដែលយើងធ្វើលំហាត់អញ្ចឹងជួបគ្នានៅវីដេអូក្រោយសូមជូនពរបងប្អូនសុខភាពល្អរៀនពូកែ